បាទសួស្តីបងប្អូនគ្នាបាទថ្ងៃនេះមានបទពិសោធន៍មួយមកចែកលេខជូនបងប្អូនទាក់ទងជាមួយនឹងអីវ៉ាន់ដែលយើងបានទិញបាទហើយខាងគយគេអត់អនុញ្ញាតឲ្យដឹកតើយើងត្រូវធ្វើម៉េចបងប្អូនបាទដើម្បីបាន refund លុយមកវិញបាទហើយអីវ៉ាន់នេះខ្ញុំសាកប្រឡែងឲ្យហាងបាទគេដឹកអញ្ចឹងណាបងប្អូនហើយស្រាប់តែពេលដែលទៅដល់ warehouse របស់ចិនដែលសម្រាប់ដឹកទៅប្រទេសដែលបានជាទិញហ្នឹងគាត់ទៅដល់នឹងភ្លាមគេត្រឡប់ទៅហាងវិញហើយហាងក៏ឲ្យអ្នកដឹងដឹកទៅវិញទៅមកដូចជា 3-4 សារហើយខ្ញុំក៏ឆ្ងល់ហើយមិនបានឆែកទៀតព្រោះអីវ៉ាន់ទិញច្រើនអញ្ចឹងអីវ៉ាន់ខ្លះយើងអត់បានមើលវាទេអញ្ចឹងបងប្អូនដូចបងប្អូនបានឃើញអញ្ចឹងគឺដឹកទៅដឹកមកបាទដឹកទៅដឹកមកដូចជា 4-5 ត្រឡប់ហើយខ្ញុំក៏អត់ចាប់អារម្មណ៍ហើយបន្ទាប់មកក៏ឆ្ងល់អីវ៉ាន់មួយហ្នឹងមិនបានយូរជាងគេព្រោះអីវ៉ាន់ដែលទិញដំណើរគ្នាហ្នឹងគឺបានមកមុនអស់ហើយបាទគឺគេបានព្រមកញ្ចប់មកជាមួយគ្នាអញ្ចឹងខ្ញុំឃើញក៏ឆ្ងល់ក៏ចូលមកមើលបាទក៏ឃើញអីវ៉ាន់ហ្នឹងគឺដឹកទៅដឹកមកអញ្ចឹងក៏អត់អស់ចិត្តក៏ចូលទៅសួរនៅហាងបាទហើយរបៀបសួរនៅហាងហ្នឹងគឺបងប្អូននេះចុចលើរូបហ្នឹងក៏បានចុចលើអក្សររបស់កន្លែងយើងក៏បានយើងហើយក៏ចូលទៅហាងកន្លែងកំហុំក៏បានដែរអញ្ចឹងយើងចុចអាកន្លែងខ្ញុំជាតិចមកបាទហើយយើងមើលអារូបខាងក្រោមអាគៀនខាងឆ្វេងហ្នឹងបាទមានរូបក្បាលមនុស្សហ្នឹងយើងចុចមកគឺយើងចូលទៅឆាតបាទហើយហាងហ្នឹងក៏គាត់គិតថាអីវ៉ាន់ហ្នឹងអាចនឹងដឹកបានអញ្ចឹងណាអញ្ចឹងក៏គាត់ឲ្យអ្នកដឹកត្រឡប់ទៅត្រឡប់មកហើយគាត់អត់មានឆាតមកយើងទេហើយយើងក៏ឆ្ងល់ខ្ញុំក៏ឆ្ងល់ហ្នឹងក៏ឆាតសួរទៅហើយខ្ញុំ hello អញ្ចឹងទៅបាទហើយពេលដែលបងប្អូន comment ឆាតជាអង់គ្លេសទៅវានឹង auto convert បាទបកប្រែទៅជាភាសាចិនបាទអញ្ចឹងពួកនឹងអាចមើលបានហើយបាទយើងមិនបាច់ឆ្ងល់ទេហើយក៏បើគាត់ប្រព័ន្ធនឹងបកប្រែមិនទៅក៏យកទៅ translate នៅ Google ដែរបាទអញ្ចឹងខ្ញុំក៏សួរទៅថាបាទនឹងដឹកជារែងចុះបាទហើយបន្ទាប់មកក៏នេះខ្ញុំដាក់រូបដាក់អញ្ចឹងទៅសួរទៅហើយខ្ញុំអត់ចង់ refund ទេខ្ញុំចង់ឲ្យដឹកអញ្ចឹងណាប៉ុន្តែពួកគាត់ហ្នឹងក៏ថាដឹកអត់បានទេបាទដឹកបានតែធំគយហ្នឹងគយក៏រុញមកវិញហើយខ្ញុំក៏ថាខ្ញុំអត់យកទេហើយបាទហ្នឹងដោយសារវាជាង20រៀលវា150យួនអញ្ចឹងវាជាង20រៀលខ្ញុំអត់ចង់បានទេខ្ញុំចង់ឲ្យដឹកឲ្យខ្ញុំឲ្យបានអញ្ចឹងណាព្រោះចង់សាកផលិតផលរបស់គាត់ហ្នឹងថ្នាំអានេះថ្នាំបាញ់ថ្នាំspray បាញ់ថ្នាំឡានបកថ្នាំឡានអញ្ចឹងក៏ចុះឡើងទៅក៏គាត់ថាដឹកអត់បានអត់អនុញ្ញាតឲ្យដឹកទេហើយខ្ញុំក៏សុំ refund ទៅដោយសារគាត់ដឹកច្រើនជើងហើយអញ្ចឹងគាត់កាត់ថ្លៃ refund យើងអញ្ចឹងវាបានតែ 20% ព្រោះគាត់ថាគាត់ឲ្យអ្នកដឹកវាច្រើនជើងបើយើងយកឲ្យបាននឹងបានគឺគាត់អត់កាត់ទេតែបើសិនជាយើងអត់ទទួលបានទេគាត់កាត់ថ្លៃនឹងបានព្រោះដឹកម្ដងអស់ប្រហែលយន់គាត់គុណចឹងទៅគាត់យករបស់យើងហើយខ្ញុំក៏មិនបានទៅតវ៉ាដែរព្រោះគាត់ក៏បញ្ជាក់ដែរគាត់ថាបើដល់ដៃទោះជាដឹកម៉ានរុំគាត់អត់យកថ្លៃដឹកដែរតែបើសិនជាយើងអត់យកអានឹងគាត់គិតថ្លៃដឹកហ្នឹងបាទអញ្ចឹងមួយយ៉ាងដែរអញ្ចឹងខ្ញុំថាអត់អីទេបើវាតិចពេកបងប្អូនគាត់ទៅថា 80% គាត់ដកបាត់អញ្ចឹងវានៅសល់20% បានខ្ទង់បាយជា2រៀល3រៀលអីហ្នឹងបាទអញ្ចឹងក៏យើងខ្ជិល refund ទៅឲ្យគាត់ទុកនៅហាងទៅហើយយើងសុំ cancel ទៅបាទ
refund នេះខ្ញុំ refund ដែរប៉ុន្តែបានលុយប្រហែលជា3រៀលកន្លះហ្នឹងចឹងក៏បញ្ចប់តំណឹងទៅហើយយើងទៅរកហាងផ្សេងទៅបាទចឹងវិធីសាស្ត្រក្នុងការដោះស្រាយទៅលើអាហ្នឹងមានតែយើង refund ហ្នឹងបងបាទហើយឆ្ងល់យើងសួរហាងគេសិនទៅហើយបន្តមកទៀតចាំយើងrefund លុយយកបាទតែបើគាត់ដឹងបានអាហ្នឹង refund តែបាទចឹងមានតែប៉ុណ្ណឹងបងប្អូនហើយយើងទិញអីក៏ដោយបងប្អូនតំណងសួរហាងគេទៅរៀនសួរគេបាទរៀនសួរគេតែបើមានអីឆ្ងល់អត់អីទេបងប្អូនអាចឆាតសួរខ្ញុំមកលោថាឆាតទៅវាប៉ះ bot អីចឹងណាជាងការបតអ្នកឆ្លើយ auto reply អញ្ចឹងយើងមិនដឹងទៅសួរអ្នកណាអូខេបងប្អូនអាចមកសួរនៅក្នុង channel នេះបានចូលវីដេអូណាក៏បានបងប្អូនអស់មកឃើញវីដេអូហ្នឹងក៏សួរក្នុងហ្នឹងទៅតែបើសិនជាបងប្អូនចង់សួរភ្លាមឃើញវីដេអូ channel ហ្នឹងមួយណាក៏បានបងប្អូនសួរទៅខ្ញុំនឹងឆ្លើយជូនបាទហើយពេលខ្លះការឆ្លើយហ្នឹងយើងយឺតយ៉ាវប៉ុន្តែអត់ឲ្យហួសពេល3ថ្ងៃបងបាទដោយសារតែវាមានវីដេអូច្រើនមានការសួរច្រើនអញ្ចឹងមកទៅឆ្លើយដល់វេនហ្នឹងវាអាចដល់ពេលហ្នឹងដែរបាទហើយខ្ញុំបញ្ជាក់ទៀត channel នេះគឺអត់មានសម្រាប់រលុយទេបងប្អូនបាទឃើញពាណិជ្ជកម្មអាហ្នឹងវាអូតូដាក់ទេបាទចឹងខ្ញុំអត់បើករលុយទេទោះជាគ្រប់គ្រងក៏ដោយសម្រាប់ channel នេះគឺសម្រាប់ខ្មែរយើងអរគ្នាបាទដើម្បីចូលរួមបាទការបន្តចំណាយបានចំណេញមកទាំងអស់គ្នាទៅបាទចឹងរៀនដោយមិនអស់លុយហើយអត់មានបានចំណាយទេបងប្អូនចឹងអរគុណច្រើនបងប្អូនបាទចំពោះការទស្សនាវីដេអូនេះហើយខ្ញុំនឹងឆ្លើយបាទរកសំណួរបងប្អូនដែរចង់ដឹងបាទអរគុណ